ទីតាំងវាលព្រះស្រែក្នុងរជ្ជកាលហ្លួងសវណ្ណកោដ្ឋថ្ងៃ400ខែពិសាខជារៀងរាល់ឆ្នាំព្រះនគរក្រុងកម្ពុជាតែងតែប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លពុំដែលខានឡើយដីវាលស្រឡះដែលក្រមក្រសួងព្រះបរមរាជវាំងឬក្រមក្រសួងក្សេត្រាធិការក្នុងសម័យជាន់ដើមបានជ្រើសរើសយកធ្វើជាទីសម្រាប់ប្រារព្ធព្រះរាជពិធីត្រូវបានគេសន្មតទីនោះថាវាលព្រះស្រែឬព្រះស្រែហ្លួងដោយយោងតាមព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ក្សត្រីនរោត្តមមាលិការៀបរៀងនឹងចងក្រងដោយសម្ដេចឥសីផុតទាធិបតីម៉ាំងអតីតចាងវាងក្រមបកគូព្រះបរមរាជវាំងបានឲ្យដឹងថាវាលព្រះស្រែហ្លួងក្នុងសម័យក្រុងភ្នំពេញផែនដីព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមគេប្រារព្ធធ្វើនៅឃុំលេខ4គឺនៅលើដីវាលត្រង់ទិសខាងលិចនៃព្រះបរមរាជវាំងដែលព្រំប្រទល់នៃដីព្រះស្រែនោះខាងជើងទល់នឹងវិថីសម្ដេចប៉ានខាងត្បូងទល់នឹងវិថីអុកញ៉ាឈុនខាងកើតទល់នឹងកំពែងព្រះបរមរាជវាំងនិងខាងលិចទល់នឹងមហាវិថីឌូដានដឡាក្រេឬរុក្ខវិថីព្រះនរោត្តមសប្តាហ៍ថ្ងៃលុះឆ្នាំក្រោយៗមកទៀតក៏បានបដូរទៅប្រារព្ធធ្វើនៅឯឃុំលេខ6វិញគឺធ្វើនៅត្រង់ទីដីព្រះស្រែវាលវង្សចាស់ដែលមានទីតាំងនៅត្រង់ទីដីខាងលិចវត្តប្រយុរវង្សក្បែរថ្នល់ជិះឆ្ពោះទៅកាន់ស្ទឹងព្រែកត្នោតពោលគឺនៅចន្លោះវត្តប្រយុរវង្សនិងមហាវិថីព្រះនរោត្តមសប្តាហ៍ថ្ងៃដោយយោងតាមប្រសាសន៍របស់លោកអុកញ៉ាប្រាជ្ញាធិបតីខឹមប៉ែនអតីតមន្ត្រីខ្ញុំព្រះរាជការក្នុងរជ្ជកាលហ្លួងសវណ្ណកោដ្ឋបានឲ្យដឹងថាព្រះស្រែហ្លួងដែលគេជ្រើសរើសសម្រាប់ប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅខាងលិចវត្តប្រយុរវង្សនោះលោកបានឃើញនិងចាំបានថាក្រោយពេលដែលចប់ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លហើយនៅទីនោះមានស្រូវដុះលូតលាស់ល្អពាសពេញទាំងស្រែនិងប្រមូលផលបានច្រើនរាប់រយថាំងលុះចូលមកដល់ក្នុងរជ្ជកាលនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិវាលព្រះស្រែដែលចាត់ជាទីសម្រាប់បុណ្យច្រត់ព្រះនង្គ័លត្រូវបានគេកំណត់ធ្វើនៅត្រង់ទីដីវាលព្រះមេនដែលស្ថិតនៅទិសខាងជើងនៃព្រះបរមរាជវាំងវិញដោយហេតុថាវាលព្រះស្រែក្នុងរជ្ជកាលហ្លួងសវណ្ណកោដ្ឋត្រូវបានព្រះរាជការទំនប់បម្រុងកាត់ធ្វើជាផ្លូវថ្នល់និងខ្លះប្រទានឲ្យទៅរះសង់ធ្វើជាផ្ទះសម្បែងក្នុងរជ្ជកាលរបស់ព្រះអង្គបើទោះបីជាគេប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅទីវាលព្រះមេនដែលមិនពេញលក្ខណៈជាទីព្រះស្រែក៏ពិតមែនក្រោយពេលដែលចប់ព្រះរាជពិធីកាលណាហើយព្រះករុណាស្ដេចចាត់ឲ្យក្រុមភ្នាក់ងារក្រសួងក្សេត្រាធិការចាត់ការភ្ជួររាស់ដីមួយអន្លើក្នុងទីព្រះស្រែនោះប្រមាណប៉ុនអំពកស្រែតូចមួយបន្ទាប់មកឲ្យបើកទឹកម៉ាស៊ីនបញ្ចូលដីឲ្យសើមរួចសឹមស្ទួងស្រូវជាថ្មីព្រះករុណាស្ដេចឲ្យក្រុមភ្នាក់ងារនៅចាំថែរក្សាស្រូវនោះឲ្យល្អរហូតកើតបានជាផលទើបប្រមូលដាក់ក្នុងព្រះឃ្លាំងបើតាមប្រសាសន៍របស់សម្ដេចឥសីផុតទាធិបតីម៉ាំងបានឲ្យដឹងថែមទៀតថាព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិស្ដេចសពព្រះរាជហឫទ័យសោយក្រយាដែលជាផលទទួលបានអំពីការច្រត់ព្រះនង្គ័លនោះយ៉ាងតិចឲ្យបានម្ដងក្នុងមួយរដូវនេះទំនងជាព្រះករុណាស្ដេចឆ្វេងយល់ថាស្រូវដែលកើតអំពីការប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនោះគឺជាស្រូវមង្គលសិរីសួស្តីដរាបក្រោយមកទីវាលព្រះមេននោះក៏ត្រូវបានគេសន្មតយកជាទីវាលព្រះស្រែហ្លួងក្នុងវេលាបុណ្យច្រត់ព្រះនង្គ័លរហូតដល់រលត់ព្រះរាជកាលរបស់ព្រះអង្គយើងខ្ញុំដែលជាអភិបាលគេហទំព័រ Cholera and Photo of Cambodia សូមអរគុណជាអណែកចំពោះការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ហើយក៏សូមជម្រាបផងដែរថាខាងយើងក៏មានដាក់លោកផងដែរនៅសៀវភៅប្រឡំលោកប្រឌិតបែបប្រវត្តិសាស្ត្រមួយចំណងជើងគឺរឿងអង្គទាន់ប៊ូតវ៉ាំងសូមអរគុណសូមគោរពលា